បាញ់ស៊ុងមកដល់ហើយថ្ងៃនេះគឺធ្វើបាញ់ស៊ុងញ៉ាំបងប្អូនចាបាញ់ស៊ុងថ្ងៃនេះគឺជារបៀបកូនកើតបងប្អូនដោយនៅស្រុកជប៉ុននេះគឺអត់មានបាញ់ស៊ុងដូចយើងនៅស្រុកខ្មែរទេដោយយកមីជប៉ុនយកមកធ្វើជាបាញ់ស៊ុងចាដោយយើងច្នៃដាក់ធ្វើជាទឹកត្រីផ្អែមមានសាយ៉បំពងសាច់ជ្រូកឆាហើយនឹងមានបន្លែសាឡាត់ទៅសក់សណ្តែកផ្ដោះចាហើយជាមួយនឹងសណ្តែកដីគឺអាចញ៉ាំបានដូចគ្នាហើយឆ្ងាញ់ដូចគ្នាដែរបងប្អូនចាមីមួយប្រភេទហ្នឹងឈ្មោះថាឧដុងជាមីរបស់ជប៉ុនណាបងប្អូនគេចូលចិត្តញ៉ាំនៅខែល្ងាគេដាក់ទឹកសុកក្តៅបងប្អូនចាហើយនេះខ្ញុំគឺយកមកស្រោះចាស្រោះឲ្យវាទន់ឆ្អិនល្អហើយយើងយកទៅលាបជាមួយនឹងប្រេងចាប្រេងហើយនឹងស្លឹកខ្ទឹមបងប្អូនចាសាច់ឆាហ្នឹងយើងយកសាច់ជ្រូកក៏បានសាច់គោក៏បានដែរយកមកឆារំលីងជាមួយនឹងខ្ទឹមសឲ្យឈ្ងុយដាក់ខ្ទឹមបារាំងចាហើយរួចហើយយើងដាក់ប្រេងខ្យងមួយស្លាបព្រាទៅដើម្បីឲ្យមានជាតិហើយយើងអត់ដាក់គ្រឿងក្រៅអីច្រើនទេតែប៉ុណ្្នឹងបានហើយបន្ទាប់យើងស្រោះឧដុង្គឆ្អិនហើយយើងយកមកលាយជាមួយនឹងប្រេងស្លឹកខ្ទឹមបងប្អូនចាបន្ទាប់ពីយើងផ្សំគ្រឿងក្រៅរួចរាល់អស់ហើយយើងរៀបដាក់ចានចាមានសាឡាត់មានទឹកសក់មានសណ្តែកបដោះនិងជីគ្រប់មុខដែលយើងចូលចិត្តចាហើយយើងដាក់ទឹកត្រីផ្អែមរួចជាការស្រេចចាម្ហូបបែបនេះគឺមិនងាយធ្វើទេគឺធ្វើបានតែសៅរ៍អាទិត្យចុងសប្តាហ៍គឺសម្រាប់ពីការងារយើងអាចធ្វើវាបានព្រោះវាកពិកកពុកច្រើនពេកអញ្ចឹងទៅយើងទំនេរដែរក៏ឈឺចិត្តធ្វើញ៉ាំទៅហើយថ្ងៃច័ន្ទដល់ថ្ងៃសុក្រយើងធ្វើការអញ្ចឹងទៅធ្វើតែម្ហូបណាដែលស្រួលព្រោះអីយើងធ្វើការហត់ហើយមកដល់ផ្ទះធ្វើបាយធ្វើម្ហូបដែលរវល់បាយម្ហូបច្រើនពេកក៏មានពេលធ្វើដែរអញ្ចឹងមានតែចុងសប្តាហ៍តែមានតែម្ហូបអញ្ចឹងឯងដែលឆ្ងាញ់